ចំណុចទាំងអស់នេះសិតតែជាចំណុចសំខាន់ប៉ុន្តែបែរជាអ្នកនរគ្នាមើលរំលងវាទៅវិញតើមានចំណុចអីគេខ្លះទៅអូខេជម្រាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូមួយនេះខ្ញុំនឹងមកលើកបង្ហាញតាក់ទងទៅនឹងចំណុចមួយចំនួនដែលអ្នកនរគ្នាតែងតែឃើញរាល់ថ្ងៃតែងតែធ្វើរាល់ថ្ងៃប៉ុន្តែវាគឺជាសកម្មភាពមួយដែលធ្វើឲ្យ channel របស់អ្នកនរគ្នាគឺកាំងតើចំណុចនិងសកម្មភាពទាំងអស់នោះដែលខ្ញុំបានលើកនិយាយនេះវាមានអីគេខ្លះទៅតោះទៅស្ដាប់ជាមួយនឹងខ្ញុំទាំងអស់គ្នាទៅចំណុចទី1ចូលចិត្តទៅសេចំណងជើងរៀងវែងការទៅសេចំណងជើងរៀងវែងនៅក្នុងឆ្នាំ2025សម្រាប់ algorithm របស់ YouTube គឺគេមិនសូវ recommend ឲ្យយើងទៅសេចំណងជើងវែងនោះទេហើយអ្នកនរគ្នាឆ្ងល់ថាបងហើយក្រោយខ្ញុំឃើញវីដេអូរបស់បងណានោះគាត់ទៅសេចំណងជើងវែងសឹងអីហេតុអីបានជាវីដេអូរបស់គាត់នៅតែមានអ្នកមើលសម្រាប់សំណួរមួយនេះខ្ញុំនៅតែមានចម្លើយជូនដល់អ្នកនរគ្នាដោយសារតែ channel របស់គាត់នឹងគឺមានអ្នកគាំទ្រច្រើនហើយ channel របស់គាត់បង្កើតយូរឆ្នាំហើយណាវាខុសសាលាពី channel ដែលគាត់ទៅតែបង្កើតថ្មីដោយសារតែទីផ្សារប្រកួតប្រជែងនៅក្នុង YouTube នឹងមានច្រើនខ្លាំងពេកទៅតម្រូវឲ្យយើងរៀងធ្វើអីរៀងក្រឹតក្រមបន្តិចប៉ុន្តែសម្រាប់ content ខ្លះក៏យើងអាចទៅសេចំណងជើងរៀងវែងបានដែរប៉ុន្តែនៅតែប្រកាន់ខ្ជាប់កុំឲ្យសរសេរវែងខ្លាំងពេកហើយចោល content ណាទៅដែលមិនគួរសរសេរចំណងជើងរៀងវែងតោះឥឡូវខ្ញុំសូមលើកនិយាយខ្លះទៅដូចជា content ឯកសារ content ដូចជាបង្រៀន content ដូចជាសម្រាយរឿងក៏យើងមិនគួរទៅសេចំណងជើងរៀងវែងពេកដែរហើយ content game ក៏យើងអាចថាគុំទៅសេវែងពេកដែរមូលហេតុមួយទៀតហេតុអីបានជា YouTube នឹងមិនចង់ឲ្យយើងទៅសេអក្សររៀងវែងក៏ដោយសារតែនៅពេលដែលយើងសរសេរវែងវានឹងបាត់សេចក្តីអ្នកនរគ្នាជាធម្មតាពេលដែលអ្នកមើលគាត់មើលនៅលើកុំព្យូទ័រអត់សូវជាបញ្ហាអីនោះទេវាអត់សូវជាបាត់ពាក្យបាត់អីប៉ុន្តែអ្នកដែលគាត់មើលនៅលើទូរស័ព្ទដៃគាត់អាចនឹងមើលមិនឃើញនៅពាក្យពេចន៍ដែលយើងសរសេរវែងអញ្ចឹងបាន YouTube នឹងព្យាយាមឲ្យយើងនឹងសរសេរនឹងកុំឲ្យវែងខ្លាំងពេកព្យាយាមរកពាក្យពេចន៍ណាដែលមើលទៅគួរឲ្យតាក់ទាញហើយខ្លីខ្លឹមចំណុចទី2អ្នកនរគ្នាតែងតែធ្វើរងថ្ងៃហើយប៉ុន្តែអ្នកនរគ្នាប្រហែលជាមិនសូវដែរចាប់អារម្មណ៍នោះទេចំណុចនោះគឺតាក់ទងទៅនឹងការធ្វើក្របរូបភាពឬមួយក៏គេហៅថា thumbnail អ្នកនរគ្នាតែងតែទម្លាប់ទៅសេហើយនឹងទម្លាប់ធ្វើ thumbnail នឹងដាក់អក្សរចំណងជើងនៅក្នុងហ្នឹងគឺវែងខ្លាំងតែមែនទែនសរសេរចំណងជើងវែងហើយនៅក្នុងរូបភាពទៅសេចំណងជើងដាក់ច្រើនវែងទៀតជាធម្មតានៅក្នុង thumbnail YouTube នឹងគេក៏បាន recommend ប្រាប់យើងដែរឲ្យយើងព្យាយាមដាក់អក្សរហ្នឹងឲ្យធំហើយដាក់ខ្លីបានហើយគេមិនចង់ឲ្យយើងដាក់វែងដាក់ច្រើនពេកស្កេស្កានៅក្នុងរូបភាពនឹងនោះទេហើយត្រង់កន្លែងហ្នឹងអ្នកនរគ្នាក៏អាចសិក្សាបន្ថែមទាក់ទងទៅនឹងការធ្វើ thumbnail របៀប design របៀបអីផ្សេងហ្នឹងឲ្យរៀនឆ្អិនបន្តិចទៅអូខេឥឡូវខ្ញុំសូមបើកវងកញ្ចក់បន្តិចទៅកុំឲ្យអ្នកនរគ្នានោះទៅពិបាក search រៀនធ្វើ thumbnail អីញ៉ៃវិញឆ្ងាយពេកជាធម្មតាការ design អ្នកនរគ្នានៅក្នុងរូបភាពមួយស្លឹកហ្នឹងគេហៅជាភាសាបច្ចេកទេសរបស់អ្នក design គេហៅថា layer ឬមួយក៏ background អីចឹងទៅអញ្ចឹងនៅក្នុង layer នៅក្នុងរូបភាព background ហ្នឹងគឺគេមាន object នៅក្នុងនឹងឬមួយក៏យើងហៅថា item ក៏បានហៅថា object ក៏បានដែល object របស់គេនឹង item អ្វីដែលដាក់នៅក្នុងរូបភាពមួយស្លឹកនឹងអ្នកនរគ្នាគួរតែកុំដាក់ច្រើនខ្លាំងពេកកុំដាក់ច្រើន item នឹងមានន័យថាចេះតែចាប់ដាក់អ្នកនរគ្នាអ្នកដែលចេះ design បងប្អូនគេអត់ដែលដាក់ object នឹងច្រើនពេកទេគឺគេដាក់តែពី3 object ហើយអក្សរគេដាក់គេឬមានរបៀបក្នុងការដាក់របស់គេមានកន្លែងដាក់សមរម្យរបស់គេមិនមែនចេះតែចាប់ដាក់ទៅសេឲ្យតែបានឲ្យតែឃើញណាគេលៃហើយស្រេចអ្នកនរគ្នា object គេដាក់ប្រមាណគេដាក់2 3ហើយអក្សរក៏គេមានចែកជាភាគរយទៀតនៅក្នុងមួយរូបភាពហ្នឹងណាគេមានភាគរយគេប្រមាណ 20% ឬមួយក៏ 30% ហើយគេមានរៀបទីតាំងរបស់គេទៀតគេដាក់នៅកន្លែងណាដែលមើលទៅឆាប់ឃើញហើយអ្នកនរគ្នាត្រូវចាំថាបើសិនជាយើងអត់សូវចេះ design អត់សូវបកកែ decor អត់សូវចេះរៀបចំការធ្វើ thumbnail អីនឹងអត់សូវចេះអ្នកនរគ្នាអាចយកកន្លឹះនិងប្រកាន់ខ្ជាប់នៅទ្រឹស្ដីរបស់ខ្ញុំបានអ្នកនរគ្នាត្រូវចាំថាក្នុងមួយរូបភាពនោះតើអ្នកនរគ្នាចង់បង្ហាញអីឲ្យគេឃើញបើសិនជាចង់បង្ហាញអីឲ្យគេឃើញចង់ឲ្យគេនឹងផ្ដោតទៅលើអីមួយអ្នកនរគ្នាគួរតែបង្ហាញអារូបភាពមួយនោះឲ្យរាងធំទៅចង់ឲ្យគេឃើញអីឲ្យច្បាស់អ្នកនរគ្នាគួរតែបង្ហាញនឹងកុំព្យាយាមបង្ហាញមករូបភាពនោះគឺបង្ហាញទាំងអស់ហើយអ្នកនរគ្នាបង្ហាញច្រើនពេកគឺគេបែកអារម្មណ៍ឲ្យលែងមានភាពអីអត់លែងមានអីដែលជាភាពតាក់ទាញហើយចំណុចទី3ចំណុចដែលអ្នកនរគ្នាគួរតែមិនអាចខ្វះបានគឺតាក់ទងទៅនឹងបច្ចេកទេសសំឡេងនៅក្នុងវីដេអូរបស់យើងបើសិនជាករណីអ្នកនរគ្នាធ្វើវីដេអូហើយបញ្ចូលសំឡេងអ្នកនរគ្នាត្រូវតែផ្ដោតសំខាន់ទៅលើសំឡេងរបស់អ្នកនរគ្នាទោះបីជាសំឡេងរបស់អ្នកនរគ្នាមិនសូវជាពិរោះឬមួយក៏មិនសូវតន់ចេះនិយាយអ្នកនរគ្នាគួរតែធ្វើម៉េចឲ្យសំឡេងរបស់អ្នកនរគ្នាឲ្យច្បាស់សិនទៅហើយនៅពេលដែលអ្នកនរគ្នានិយាយ record សំឡេងទៅច្បាស់ទោះបីជាសំឡេងរបស់អ្នកនរគ្នានិយាយទៅមិនសូវពិរោះឬមួយក៏មិនសូវចេះនិយាយក៏គេអាចនឹងទ្រាំស្ដាប់អ្នកនរគ្នាសិនដែរបើសិនជាករណីប្រធានបទដែលអ្នកនរគ្នាកំពុងតែនិយាយនឹងវាត្រូវជាមួយនឹងអ្វីដែលគេចង់ស្ដាប់អូខេសម្រាប់វីដេអូនេះខ្ញុំសូមនិយាយតែប៉ុណ្្នឹងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណបាយបាយ